អាប់ដេតហាងឆេងមាននៅថ្ងៃច័ន្ទទី13ខែ7សម្រាប់ហាងឆេងមាសកាលពីព្រឹកមិញគឺបានគាត់បើកផ្សារភ្លាមគឺដាច់កេបធ្លាក់មកក្រោមធ្លាក់មកដល់តម្លៃ$4044ក្នុង1អោនរួចក៏ឡើងទៅលើវិញដល់តម្លៃ$4071ក្នុង1អោនអញ្ចឹងមាសឡើងទៅលើវិញក៏រៀងច្រើនគួរសមដែរបងប្អូនដែលបានទិញមាសពីក្រោមខ្ទង់តម្លៃ4040ជាងឬក៏45 46ទុកដល់តម្លៃឥឡូវនេះគឺចំណេញរៀងច្រើនគួរសមដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលរងចាំឱកាសទិញមាសតម្លៃដែលល្អអញ្ចឹងបងប្អូនអាចទិញបាននៅពេលដែលទីផ្សារចុះមករកតម្លៃខាងក្រោមមួយសារទៀតខ្ទង់តម្លៃខ្ទង់$4054ក្នុង1អោនឬក៏តម្លៃខាងក្រោមមួយទៀតគឺនៅតម្លៃ$4033ក្នុង1អោនគឺបងប្អូនអាចចូលទិញបានដោយសារតែតម្លៃបច្ចុប្បន្ននេះបងប្អូនចង់ទិញគឺទីផ្សារឡើងទៅពីក្រោមនេះគឺទៅរៀងច្រើនគួរសមដែរអញ្ចឹងទីផ្សារនឹងចុះមកវិញខ្លះទៅពីចុះហើយទីផ្សារឡើងទៅលើវិញរួចឡើងទៅបិទ gap នៅតម្លៃខាងលើអញ្ចឹងសម្រាប់តម្លៃលក់បងប្អូនអាចលក់បាននៅពេលដែលទីផ្សារឡើងទៅរកតម្លៃខ្ទង់$4109ក្នុង1អោននិងតម្លៃខាងលើមួយទៀតគឺនៅតម្លៃ$4130ក្នុង1អោនអញ្ចឹងបើសិនជាអាចបងប្អូនគួររងចាំនៅពេលដែលទីផ្សារឡើងទៅរកតម្លៃរៀងខ្ពស់បន្តិចទៅបើសិនជាបងប្អូនចង់លក់ហើយបើសិនជាយល់ល្អបងប្អូនរងចាំតែឱកាសល្អឱកាសទិញមាសគឺល្អនៅពេលដែលទីផ្សារចុះមកខាងក្រោមបន្តិចតម្លៃរៀងល្អបន្តិចគឺបងប្អូនអាចចូលទិញបានហើយសម្រាប់បងប្អូនដែលចង់បើក account ទិញលក់មាសនៅ Blackwell ដែលមាន spread ទាបអត់មាន commission ហើយសម្រាប់ swap តិចបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ Telegram 016 87 95 11